បាទគូជានេះគឺជាញាសាត្រៀមដើម្បីប្រឡង Sugan Test ហើយ Sugan Test គេប្រឡងថ្ងៃទី28ថ្ងៃអាទិត្យហ្នឹងឯងអញ្ចឹងគ្រូរំលឹកកូនគ្រូទេថ្ងៃនេះតោះយើងមើលទី4បងអូនមើលទី4មើល The figure on the right shows two circles. One circle has its center at point B. The other circle has its center at point C and radius 9 cm. For 4 points A, B, C, and E lie on the same line. 19. Find the diameter in centimeter of the circle with its center at C. លោកប៉ាសួរអីគេអា radius ហ្នឹងគេ radius ហ្នឹងបេក្ខតានៃរង្វង់ពីណាមកពីចំណុចកណ្ដាលមក D នោះអាហ្នឹងប៉ុន្មាន radius អាហ្នឹង9សង់ទីម៉ែត្រមែនទេហើយចុះបើគេរយគេនេះ find the diameter អញ្ចឹងហ្នឹងមកប៉ុន្មានស្មើនឹង18ធ្វើម៉េចទៅបូក9 cm ហើយនឹង9បូក9មានថាអានេះក៏9អាប្រវែងពី B មក C នេះក៏9ដែរអញ្ចឹងប្រវែង diameter របស់យើងគឺ18 cm តោះ20 if the length of the line AD is 24 cm find the diameter in cm of the circle with its center at B center at B នេះអាតូចនេះហើយគេឲ្យរយគេ find the diameter គេឲ្យពី A មក D គឺស្មើជាមួយ24 cm អញ្ចឹងប្រវែង diameter គឺពីនេះមកនេះប្រហែលធ្វើម៉េច diameter អាធំនេះប្រហែលកូន18នោះហើយអា A ទៅ D គេប្រាប់មកហ្នឹងប្រហែលគេប្រាប់មក24អញ្ចឹងបើសិនណាជាប៉ាយកអា24ហ្នឹងអា AD ហ្នឹងដកអាប្រវែង BD នេះចេញទៅចេញសល់អីចេញសល់6ហ្នឹងជាអីប្រវែងណា6ហ្នឹងប្រវែងនេះអាហ្នឹង radius ហាទូញចុះចង់រក diameter របស់វា6ស្មើប៉ុន្មានស្មើ12អូខេអញ្ចឹង diameter របស់វាគឺស្មើ12ងាយមែនទេតើមួយទៀតមើលនេះទី5លយ The length of a piece of red string is 2/7 meter. The length of a piece of blue string is 6/7 meter. 21. Which of the following letters from A to O represent the value 1, 2/7 on the number line below? Choose one and write the corresponding letter. អាហ្នឹងគេឲ្យសរសេរជាអក្សរទេ A ដល់ប៉ុន្មាន A ដល់ O តើអា 1 2/7 ហ្នឹងគឺវានៅអក្សរមួយណាអញ្ចឹងកូនគិតធ្វើម៉េចហ្នឹងបែកនេះសិនមែនទេបែកហ្នឹងទៅជាប្រភេទសិនធ្វើម៉េចបែកទៅប្រភេទ1គុណនឹងប៉ុន្មាន1គុណនឹង7ហើយបូកនឹង2ស្មើប៉ុន្មានស្មើនឹង9លើ 7អញ្ចឹងយើងអង្គុយរាប់ទៅរាប់ពីនេះមកមើលត្រូវអក្សរមួយណាអានេះ1លើ 7 1លើ 7 2លើ 7 3លើ 7 4លើ 7 5លើ 7 6លើ 7 7លើ 7 8លើ 7 9លើ 7 10លើ 7 11លើ 7 12លើ 7 13លើ 7 14លើ 7 15លើ 7 16លើ 7 17លើ 7 18លើ 7 19លើ 7 20លើ 7 21លើ 7 22លើ 7 23លើ 7 24លើ 7 25លើ 7 26លើ 7 27លើ 7 28លើ 7 29លើ 7 30លើ 7 31លើ 7 32លើ 7 33លើ 7 34លើ 7 35លើ 7 36លើ 7 37លើ 7 38លើ 7 39លើ 7 40លើ 7 41លើ 7 42លើ 7 43លើ 7 44លើ 7 45លើ 7 46លើ 7 47លើ 7 48លើ 7 49លើ 7 50លើ 7 51លើ 7 52លើ 7 53លើ 7 54លើ 7 55លើ 7 56លើ 7 57លើ 7 58លើ 7 59លើ 7 60លើ 7 61លើ 7 62លើ 7 63លើ 7 64លើ 7 65លើ 7 66លើ 7 67លើ 7 68លើ 7 69លើ 7 70លើ 7 71លើ 7 72លើ 7 73លើ 7 74លើ 7 75លើ 7 76លើ 7 77លើ 7 78លើ 7 79លើ 7 80លើ 7 81លើ 7
8 លើ7 9លើ7 អញ្ចឹងអក្សរអីគេមើល G G ណោះអញ្ចឹងយើងគ្រាន់តែដាក់មកវាអក្សរ G យើងគ្រាន់តែសរសេរក្នុងចម្លើយវាមាននៅក្នុងsecond test របស់យើងគឺមាន answer sheet អញ្ចឹងយើងយកអក្សរ G ហ្នឹងទៅសរសេរក្នុង answer sheet ហ្នឹងទៅចេញតោះ22 Find the total length in meter of the red and blue string. Include units in your answer. អូខេធ្វើម៉េចហ្នឹង total length Total length មើលred string ប្រហែល red string ហ្នឹង9លើបើយើងគិតជីវភាព9លើ7
cho blue string blue string 6 លើ 7 chứ nó bây giờ cái ao dương rô total length thứ mấy total ប៉ុណ្នេះគឺប្រមាណ9 លើ 7ប៉ុណ្នេះ6 លើ 7ចុះនៅពេលដែលគេឲ្យរសរុប total length បានសរុប nóសរុបស្មើនឹង15 លើ 7 យើងធ្វើម៉េចឲ្យចេញហ៎ បូក យកអីគេ យកភាគយកបូកភាគយក អញ្ចឹងភាគយកប្រមាណបូកប្រមាណថាមើល ភាគយក9បូក6ស្មើ ស្មើ15 លើ 7 15 លើ 7មើលគេឲ្យសរសេរស្អីផងនេះ include unit in your answer ថែមអីគេ might ម៉ែត្រអូខេម៉ែត្រតោះ23ចុងបញ្ចប់ how much longer in might is the red string than the blue string គេចង់ដឹងអា red string ហ្នឹងវាវែងជាងអា blue string ប្រហែល red string យើងដឹងថា9 លើ 7ដល់ blue string ប្រហែល6 លើ 7ចង់ដឹងវាវែងជាងប្រហែលធ្វើម៉េចដកយកអាណាដកអាណា9 ដក 6 9ដក 6ទៅសល់ 3 ចឹងចម្លើយចេញ 3 លើ 7 អូខេ3 លើ 7 ម៉ែត្រអញ្ចឹងអាហ្នឹងវាងាយស្រួលអញ្ចឹងទេ